តែអ្នកនរគ្នាដឹងទេថាតារាល្បីជាងគេបំផុតក្នុងពិភពលោកមិនអាចកេងបានទេបើសិនជាគ្មានថ្នាំសន្លប់តើមានរឿងអ្វីកើតឡើងនៅពីក្រោយភាពអស្ចារ្យនៅលើឆាកនៃបុរសម្នាក់ដែលគេហៅថា King of Pop ថ្ងៃនេះយើងនឹងមកនិយាយអំពីថ្ងៃចុងក្រោយនៃ Michael Jackson នៅក្នុងឆ្នាំ2009 Michael Jackson គាត់បានប្រកាសការប្រគំតន្ត្រីដ៏ធំមួយឈ្មោះថា This Is It ការលក់សម្បត្តិផ្ទុះខ្លាំងមែនទែនអ្នកគាំទ្ររាប់ម៉ឺនអ្នកគាត់រងចាំតែនៅពីក្រោយឆាកគាត់មានសម្ពាធហិរញ្ញវត្ថុត្រូវហាត់រាំនិងហាត់ចម្រៀងយ៉ាងតឹងរ៉ឹងរាងកាយគាត់មិនរឹងមាំដូចពីមុននោះឡើយមនុស្សដែលនៅចិត្តគាត់តែនិយាយថាគាត់ពិបាកកេងជាច្រើនឆ្នាំគាត់កេងបានតែ2-3ម៉ោងឬមិនបានកេងតតែសោះដើម្បីឲ្យកេងបាន Michael Jackson បានសុំវិជ្ជបណ្ឌិតផ្ទាល់ខ្លួនគឺ Conrad Murray ចាក់ថ្នាំមួយដែលមានឈ្មោះថា Propofol មិនមែនជាថ្នាំកេងធម្មតានោះទេវាគឺជាថ្នាំសន្លប់ប្រើក្នុងបន្ទប់វះកាត់ត្រូវមានម៉ាស៊ីនត្រួតពិនិត្យដង្ហើមនិងបេះដូងផងដែរតែ Michael Jackson បានប្រើវាជំនួសការកេងធម្មជាតិគាត់ហៅវាថា Milk នៅថ្ងៃទី25ខែមិថុនាឆ្នាំ2009ព្រឹកថ្ងៃនោះ Michael Jackson ត្រូវបានរកឃើញថាមិនមានការឆ្លើយតបនោះឡើយគេព្យាយាម CPR ហៅរថយន្តសង្គ្រោះបន្ទាន់ប៉ុន្តែនៅម៉ោង2:26នាទីរសៀលត្រូវបានគេប្រកាសថាគាត់បានស្លាប់ទៅហើយរបាយការណ៍ផ្លូវការគឺជាការប្រើថ្នាំច្រើនប្រភេទរួមគ្នាតុលាការបានកាត់ទោស Conrad Murray ពីបទប្រព្រឹត្តប្រើថ្នាំដោយអសមត្ថភាពមនុស្សជាច្រើនគិតថាវាជារឿងអាថ៌កំបាំងប៉ុន្តែការពិតវាអាចសាមញ្ញជាងអ្វីដែលអ្នកគិតព្រោះតែការកេងមិនលក់យូរឆ្នាំសម្ពាធនៃភាពល្បីល្បាញរួមជាមួយនឹងការពឹងផ្អែកទៅលើថ្នាំរាងកាយមនុស្សយើងមិនត្រូវបានបង្កើតសម្រាប់រស់នៅក្នុងសម្ពាធគ្មានដែនកំណត់នោះឡើយសប្តាហ៍នេះពិភពលោកនៅតែស្ដាប់បទ Billie Jean និង Thriller ប៉ុន្តែនៅពីក្រោយសម្លេងនោះមានរឿងពិតមួយដែលបង្ហាញថាភាពល្បីល្បាញនិងភាពឯកោអាចរស់នៅជាមួយគ្នាហើយសំណួរនៅតែបន្តសួរថាតើស្ដេច Pop ត្រូវការតន្ត្រីឬគ្រាន់តែត្រូវការការកេងសុខសាន្តមួយយប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងម៉េចដែរសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក